ប្រជុំរឿងប្រេងនិទានខ្មែរ អាចកំបាំងក្នុងរុងភ្នំឧដុង្គនាគរាជនិងណសចាំងដែនដីនៃជំនឿភ្នំឧដុង្គឬភ្នំព្រះរាជទ្រព្យគឺជាទីតាំងប្រវត្តិសាស្ត្រដ៏ស័ក្តិសិទ្ធិរបស់កម្ពុជាចាស់តែងដំណាលថានៅក្រោមភ្នំដ៏ខ្ពស់នេះមានរូងអាចកំបាំងមួយដែលតភ្ជាប់ទៅដល់បាតទន្លេសាបនិងមានសត្វស័ក្តិសិទ្ធិមួយប្រភេទរស់នៅការពារទីនោះអ្នកស្រុកហៅពួកគាត់ថាអ្នករូងឬស្ដេចនាគកាលពីសម័យដើមមានយុវជនម្នាក់ឈ្មោះសុកជាអ្នកភូមិដែលឧស្សាហ៍ព្យាយាមនិងមានចិត្តធម៌សុកតែងតែឡើងភ្នំឧដុង្គដើម្បីបោសសម្អាតបរិវេណព្រះចេតិយនិងជួយការងារលោកតាអាចារ្យនៅទីនោះថ្ងៃមួយខណៈពេលដែលមេឃកំពុងរកុលនឹងភ្លៀងខ្លាំងសុកបានរត់ទៅជ្រកក្នុងរូងភ្នំតូចមួយនៅជិតរូងភ្នំអាចកំបាំងដែលគេជឿថាជារូងញាគខណៈដែលអង្គុយនៅទីនោះស្រាប់តែមានពន្លឺពណ៌បៃតងប្រឡែតចេះចេញពីខាងក្នុងជ្រៅទៅជ្រៅដោយចង់ដឹងសុកក៏ដុតជន្លុះដើរចូលទៅកាន់តែចូលជ្រៅខ្យល់កាន់តែត្រជាក់ស្រាប់តែសុកបានឃើញសត្វពស់ដ៏ធំសម្បើមមួយក្បាលដែលមានស្រកាភ្លឺរលោងដូចត្បូងមរកតនិងមានរោមពណ៌សនៅត្រង់កប៉ុន្តែអ្វីដែលចម្លែកសត្វនោះមិនបានដេញខំសុកទេបែរជាដេកយ៉ាងស្ងៀមស្ងាត់ហាក់ដូចជាកំពុងយាមអ្វីម្យ៉ាងនៅពីក្រោយសត្វពស់នោះសុកបានឃើញលោកតាអ្នកសច្ចាំងម្នាក់អង្គុយធ្មេញភ្នែកតាំងសមាធិលោកតាបើកភ្នែកឡើងរួចមានសង្កេតដីកាថាចៃប្រុសអញរងចាំអ្នកដែលមានចិត្តបរិសុទ្ធដូចចៅយូរហើយសត្វដែលចៅឃើញនេះមិនមែនជាសត្វពស់ធម្មតាទេគាត់គឺជាអ្នកថែរក្សាភ្នំនេះជាអ្នកការពារសម្បត្តិដែលជាដួងប្រលឹងជាតិលោកតាបាននិទានថាកាលពីសម័យសត្រូវឈ្លានពានស្ដេចនាគនេះហើយដែលបានយាមកាមច្រកចូលដើម្បីកុំឲ្យឃ្មាំងចូលមកបំផ្លាញសិរីសួស្តីនៃអាណាចក្របានលោកតាអ្នកសច្ចាំងបានដាក់ប្រអប់មាសមួយនៅមុខសុកហើយប្រាប់ថានៅក្នុងប្រអប់នេះមានត្បូងដ៏មានតម្លៃបើចៅយកវាទៅចៅនឹងក្លាយទៅជាសេដ្ឋីពេញមួយជីវិតប៉ុន្តែចៅត្រូវសន្យាថានឹងមិនប្រាប់អ្នកណាម្នាក់ពីផ្លូវចូលមកទីនេះឡើយសុកមើលទៅត្បូងរួចមើលទៅភ្នែករបស់សត្វនាគដែលពោពេញតែដោយភាពស្លូតបូតសុកបានតបវិញថាលោកតាអើយខ្ញុំមិនត្រូវការមាសប្រាក់ទាំងនេះទេអ្វីដែលខ្ញុំចង់បានគឺសេចក្តីសុខសម្រាប់អ្នកភូមិនិងការរក្សានូវភាពស័ក្តិសិទ្ធិនៃភ្នំដូនតាបំផុតសូមលោកតានិងស្ដេចនាគបន្តថែរក្សាទឹកដីនេះចុះលើឮដូច្នោះលោកតាអ្នកសច្ចាំងក៏ញញឹមរួចក្រវីដៃមួយរំពេកនោះសុកក៏មានអារម្មណ៍ថាវឺមុខរួចក៏សន្លប់បាត់ទៅពេលដឹងខ្លួនឡើងវិញសុកឃើញខ្លួនឯងកំពុងដេកនៅមុខមាត់រូងភ្នំខាងក្រៅខណៈដែលមេឃស្រឡះវិញខោយសុកព្យាយាមរកផ្លូវចូលទៅវិញប៉ុន្តែមាត់រូងនោះបានបិទជិតដោយថ្មដុសយ៉ាងអស្ចារ្យសុកដឹងថានេះគឺជាការលាក់បាំងអាចកំបាំងពីមនុស្សលោកចាប់ពីថ្ងៃនោះមកសុកកាន់តែខំធ្វើបុណ្យនិងប្រាប់អ្នកស្រុកឲ្យគោរពប្រតិបត្តិភ្នំឧដុង្គព្រោះមានអ្នកស័ក្តិសិទ្ធិកំពុងតាមថែរក្សាចប់ជំរាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាដែលបានមកកាន់ YouTube របស់ខ្ញុំបើបងប្អូនស្រឡាញ់និងចូលចិត្តសូមជួយ Subscribe ម្នាក់មួយផងដើម្បីបានវីដេអូថ្មីៗសូមអរគុណ